បាទសួស្តីសម្រាប់វីដេអូនេះផងដែរគឺខ្ញុំនាំបងប្អូនទាំងអស់គ្នាមកស្គាល់ពីសម្ភារៈមួយចំនួនសម្ភារៈមួយចំនួនគឺវាមាន Digiclam ទី1 Digiclam សម្រាប់ប្រើ connection នៅលើខ្សែបណ្ដាញតង់សុងប្រជុំហើយនឹងប្រភេទកោះក៏ប្រភេទ connection នៅក្នុងខ្សែបណ្ដាញតង់សុងប្រជុំដូចគ្នាប្រភេទនេះគឺយើងហៅថាកោះ beam តាល់ខ្សែប្រភេទកោះសម្រាប់ប្រេះខ្សែស្រាតហើយប្រភេទកោះនេះផងដែរគឺយើងអាចប្រើសម្រាប់ខ្សែស្រោបក៏បានដែរតែយើងត្រូវមាន cover បានន័យថាយើងប្រើ Scott MV សម្រាប់ ROM វាទី1 Scott MV ទី2ប្រភេទ gain roll ពីលើអញ្ចឹងយើងអាចប្រើកោះប្រភេទកោះនេះបានអញ្ចឹងប្រភេទកោះនេះគឺយើងអាចប្រើទាំងខ្សែស្រាតនិងខ្សែស្រោបអានេះហៅថាកោះ beam តាល់ប្រភេទខ្សែស្រាតសម្រាប់ទី2គឺប្រភេទកោះ beam តាល់ដូចគ្នាប៉ុន្តែប្រភេទខ្សែស្រោបអញ្ចឹងប្រភេទខ្សែស្រោបគឺយើងប្រើប្រភេទមួយនេះអញ្ចឹងប្រភេទខ្សែស្រោបគឺគេមាន cover ទៅនេះគឺហៅថា cover របស់វាគឺវាសម្រាប់ការពារជម្រាបទឹកហើយនឹងយើងអត់ត្រូវការ Scott ROM ពីលើទៀតទេឬហៅថា Scott MV ហ្នឹងអញ្ចឹងអានេះសម្រាប់ beam តាល់កោះដែលគេប្រើទៅលើខ្សែស្រោបចំពោះទី3ប្រភេទ Digiclam អញ្ចឹងចំណុចទី3នេះគឺជាចំណុចមួយដែលយើងចាប់អារម្មណ៍មួយដែរពាក់ព័ន្ធជាមួយនឹង Digiclam គឺយើងមាន Digiclam ជាច្រើនប៉ុន្តែគ្រាន់តែខ្ញុំលើកប្រភេទនេះមកឲ្យបងប្អូនទាំងអស់គ្នាបានឃើញជាប្រភេទ Digiclam មកកាត់វា240 185អញ្ចឹងយើងអាចសម្គាល់ទៅលើទីតាំងនេះអញ្ចឹង240 185អញ្ចឹងបានន័យថាប្រភេទ Digiclam នេះប្រភេទគៀបទៅលើខ្សែបណ្ដាញតង់សុងប្រជុំហៅថា MV ហ្នឹងconnection របស់វាដែលយើងធ្លាប់ឃើញនៅលើខ្សែបណ្ដាញនៅពេលដែលយើងបំបែក link របស់តង់សុងប្រជុំហៅថា MV ហ្នឹងអញ្ចឹងអានេះគឺយើងប្រើវាហើយវាធន់ទី1ធន់គឺវាក្រាស់សម្រាប់ប្រភេទមួយនេះគឺវាក្រាស់ល្អហើយវាការពារច្រេះផងដែរប្រភេទអានេះDigiclamនេះគឺវា cover ដោយប្រភេទ Digiclamនេះគឺវា cover ដោយ galvanize វាស្រោបទឹក galvanize ដើម្បីការពារប្រភេទ galvanize អញ្ចឹងវាអត់ងាយច្រេះទៅលើប្រើប្រាស់ទេធន់បានល្អសម្រាប់ Digiclam មួយនេះទូទៅគឺអត់មានប្រភេទអីផ្សេងទេគឺព្រោះយើងប្រើ galvanize ទាំងអស់ទៅលើតង់សុងមធ្យមខ្សែបណ្ដាញដែលយើងអស់គឺយើងប្រភេទប្រើជា galvanize ព្រោះដោយសារតែ galvanize វាការពារនៃការច្រេះបានច្រើនជាងអញ្ចឹងគឺយើងប្រើប្រភេទ galvanize ចំពោះការប្រើប្រាស់ទីតាំងដែលប្រើគឺខ្ញុំនឹងធ្វើជាវីដេអូខ្ញុំនៅក្នុងចុងវីដេអូនេះគឺខ្ញុំនឹងបញ្ជាក់នៅទីតាំងដែលយើងប្រើប្រភេទដូចជា Digiclam ដូចជាកោះហៅថាកោះខ្សែកោះស្រោបនិងកោះស្រាតហើយ cover conductor និង base conductor បានន័យថាកោះប្រភេទហ្នឹងប្រើនៅលើខ្សែស្រាតហើយ cover conductor គឺយើងប្រើវានៅលើខ្សែស្រោប